គុណខ្មែរវាមិនមែនត្រឹមជាកីឡាទេវាលើសពីកីឡាទៀតសម្រាប់ខ្ញុំវាប្រៀបដូចជាការរៀនអញ្ចឹងយើងត្រូវរៀនម្ដងតិចម្ដងតិចយើងចេះម្ដងតិចម្ដងតិចហើយទីនេះវាប្រៀបដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងខ្ញុំចាំបានថាខ្ញុំចូលហ្វឹកហាត់កីឡាមួយនេះប្រហែលជាជិតបាន2ឆ្នាំហើយខ្ញុំចាប់ផ្ដើមពីចំណុចមួយដែលខ្ញុំអត់ចេះអីសោះខ្ញុំជាក្មេងម្នាក់ដែលហ៊ានទៅប្រឡូកនៅក្នុងវិស័យមួយនេះហើយចូលហាត់ភ្លាមគឺចូលហាត់នៅក្លឹបអាជីពភ្លាមគិតទៅតែក្មេងនេះវាប្រហើនមែនតើហើយតម្រាំនឹងខ្ញុំមកដល់ពេលនេះគឺវាអត់ស្រួលទេគ្រប់ក្បាច់គ្រប់សមត្ថភាពដែលខ្ញុំមាននៅថ្ងៃនេះគឺខ្ញុំត្រូវចំណាយគ្រប់វិនាទីនៃការហ្វឹកហាត់គ្រប់តំណក់នៃញើសហើយនឹងភាពអត់ធ្មត់អ្នកនេះត្រូវដឹងថាកីឡាមួយនេះវាប្រៀបដូចជាយើងកំពុងតែរៀនអ្វីមួយចឹងដូចជាយើងកំពុងតែរៀនសម្រាប់ត្រៀមប្រឡងបាក់ឌុបចឹងមុននឹងប្រឡងយើងត្រូវមើលមេរៀនដូចជាកីឡានេះដែរមុនប្រឡងគឺយើងត្រូវហ្វឹកហាត់នេះហើយបានខ្ញុំនិយាយថាគុណខ្មែរវាលើសពីកីឡាទៅទៀតសម្រាប់ខ្ញុំ